ព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គព្រះគឺស្ថិតនៅក្នុងលក្ខណៈពិសេសរបស់ទ្រង់គឺជាវិញ្ញាណដូច្នេះព្រះវរបិតាទ្រង់ក៏ជាវិញ្ញាណបានជាទ្រង់រកអ្នកណាដែលថ្វាយបង្គំទ្រង់ដោយពិតត្រង់និងដោយវិញ្ញាណផងដែរអរគុណព្រះអង្គសូមជម្រាបសួរបងប្អូនទាំងអស់ថ្ងៃនេះយើងបានជួបជុំគ្នាម្ដងទៀតហើយយើងនឹងពិចារណាព្រះបន្ទូលព្រះអង្គជាមួយគ្នារៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាសូមយើងបាននៅជាប់ជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គថ្ងៃនេះដែរសូមព្រះប្រទានពរបាទខ្ញុំនឹងអានជូននៅក្នុងកាពីយ៉ូហានចំពុក4ខ23ដល់24ខ្ញុំនឹងអានជូនបងប្អូនមានអាចនឹងបើកមើលតិចតិចហើយខ្ញុំនឹងអានពេលនេះតែនឹងមានពេលវេលាមកក៏ឥឡូវនេះហើយនោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណនិងសេចក្តីពិតពីព្រោះព្រះវរបិតាទ្រង់រកពួកអ្នកយ៉ាងនោះឲ្យបានថ្វាយបង្គំព្រះអង្គហើយព្រះខ24ហើយព្រះទ្រង់ជាវិញ្ញាណហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតដែរអរគុណព្រះអង្គសូមយើងបានសម្រួមចិត្តជាមួយគ្នាយើងនឹងអធិដ្ឋានសូមពរពីព្រះបិតាជាម្ចាស់ជីវិតទូលគុំដែលគង់នៅសពថ្ងៃនេះព្រះអង្គជាព្រះវិញ្ញាណដែលមនុស្សលោកមិនអាចមើលឃើញទ្រង់បានប៉ុន្តែទូលបង្គំជាកូនរបស់ព្រះអង្គបានដឹងព្រះបន្ទូលព្រះអង្គតាមរយៈព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះអង្គបានបង្ហាញនៅក្នុងព្រះបន្ទូលព្រះអង្គក្នុងគម្ពីរដូច្នេះទូលបង្គំយើងខ្ញុំទាំងអស់គ្នាពឹងអាងលើព្រះវិញ្ញាណបរិសុទ្ធជួយបំពេញទូលបង្គំហើយជួយបំភ្លឺជួយបង្ហាញទូលបង្គំក្នុងពេលនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងព្រះគម្ពីរយ៉ូហានចំពុក4ខ23ទៅ24នេះយើងដាក់ចំណងជើងថាព្រះជាម្ចាស់នៃយើងទ្រង់ជាវិញ្ញាណបាទព្រះជាម្ចាស់នៃយើងទ្រង់ជាវិញ្ញាណដោយពេលដែលព្រះយេស៊ូវទ្រង់បំពេញបេសកកម្មថ្វាយព្រះវរបិតានៅលើផែនដីនេះរួចមកព្រះអង្គត្រូវបានព្រះវរបិតាលើកអង្គទ្រង់ឡើងទៅឋានសួគ៌រួចក៏បានចាត់ព្រះវិញ្ញាណបរិសុទ្ធមកផែនដីនេះជំនួសព្រះយេស៊ូវតែព្រះវិញ្ញាណបរិសុទ្ធដែលត្រូវយាងមកគឺមិនមែនមានរូបកាយទៀតឡើយគឺទ្រង់យាងមកក្នុងភាពជាវិញ្ញាណដើម្បីការពារថែរក្សាដាស់តឿនឲ្យមនុស្សដែលកូនទ្រង់នឹកចាំពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវដែលបានបង្រៀនអំពីសេចក្តីជំនឿកុំឲ្យប្រព្រឹត្តនៅអំពើបាបហើយទ្រង់គង់នៅជាមួយយើងរាល់ថ្ងៃនេះថ្ងៃស្អែកនឹងទៅអនាគតគឺវត្តមានរបស់ផងទ្រង់ស្ថិតនៅជារៀងរហូតព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គព្រះគឺស្ថិតនៅក្នុងលក្ខណៈពិសេសរបស់ទ្រង់គឺជាវិញ្ញាណដូច្នេះព្រះវរបិតាទ្រង់ក៏ជាវិញ្ញាណបានជាទ្រង់រកអ្នកណាដែលថ្វាយបង្គំទ្រង់ដោយពិតត្រង់និងដោយវិញ្ញាណផងដែរក្នុងគម្ពីរយ៉ូហានចំពុក4ខ23តែនឹងមានពេលវេលាមកក៏នៅឥឡូវនេះហើយនោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់គេនឹងថ្វាយបង្គំព្រះបិតាដោយវិញ្ញាណខ24ហើយព្រះវិញ្ញាណហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយដោយវិញ្ញាណនិងសេចក្តីពិតដែរដូច្នេះការថ្វាយបង្គំព្រះអង្គម្ចាស់នៃយើងអាចធ្វើទៅបានគ្រប់ទីកន្លែងគឺមិនចាំបាច់តែនៅក្នុងព្រះវិហារទេហើយតែការនោះជាការសរសើរដំកើងទ្រង់ព្រោះទ្រង់ជាវិញ្ញាណយើងសរសើរដំកើងថ្វាយបង្គំនៅក្នុងចិត្តយើងក៏បានព្រោះទ្រង់ជាវិញ្ញាណព្រះទ្រង់មានលក្ខណៈរបស់ទ្រង់មិនមែនជារូបសាច់ទេឬក៏វត្ថុធាតុដែលធ្វើដោយដៃមនុស្សព្រះដែលធ្វើដោយដៃមនុស្សគឺមានរូបរាងតែកម្រើកមិនបានមានភ្នែកមើលមិនឃើញមានមាត់មិនចេះនិយាយមានត្រចៀកស្ដាប់មិនឮមានច្រមុះមិនចេះហិតមានដៃមិនអាចកម្រើកបានមានជើងដើរមិនរួចរីឯព្រះពិតថ្វីត្បិតតែព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះទ្រង់បានតាក់កំណត់រើសយកនិស្ស័យជាមនុស្សដែលមានរូបកាយជាសាច់ឈាមក៏ដោយក៏និស្ស័យរបស់ទ្រង់នៅតែជាព្រះដដែល
ព្រះទ្រង់មិនអាចឲ្យមនុស្សលោកឃើញបានទេលើកលែងតែទ្រង់ជ្រើសរើសការបើកសម្ដែងអង្គទ្រង់តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះពីយ៉ូហានចំពុក1ខ18មានអ្នកណាដែលមើលព្រះឃើញឡើយមានតែព្រះរាជបុត្រាតែមួយដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះទ្រង់បានសម្ដែងឲ្យស្គាល់ព្រះអង្គឃ្លានេះបញ្ជាក់យ៉ាងច្បាស់ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាតែមួយនៃព្រះក្នុងគម្ពីររ៉ូមចំពុក9ខ5ទ្រង់បានសម្ដែងឲ្យស្គាល់ព្រះអង្គគឺថាអ្នកណាដែលទទួលជឿដល់ព្រះនាមព្រះយេស៊ូវនោះទ្រង់ពិតជាបើកសម្ដែងឲ្យទៅស្គាល់ទ្រង់ជាក់ជាមិនខានក្នុងគម្ពីរកូរិនថូសខ្សែទី2ចំពុក4ខ4និងកូឡូសចំពុក1ខ15ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញជាបងច្បងនៃគ្រប់ទាំងអស់ដែលព្រះបានបង្កើតមកព្រះគ្រីស្ទត្រូវបានហៅថារូបអង្គនៃព្រះនៅក្នុងគម្ពីរហេព្រើរចំពុក1ខ3ព្រះគ្រីស្ទត្រូវបានហៅថាជាពន្លឺសេរីល្អនៃព្រះហើយជារូបអង្គនៃទ្រង់សូមបញ្ជាក់នៅសេចក្តីពិតពីរយ៉ាង1គ្មានមនុស្សណាអាចឃើញព្រះអង្គម្ចាស់បានឡើយក្នុងគម្ពីរយ៉ូហានចំពុក1ខ8 2ព្រះគ្រីស្ទជារូបអង្គដែលជាព្រះរាជបុត្រានៃព្រះដែលបានយាងមកយកកំណើតជាមនុស្សឲ្យមនុស្សលោកមើលឃើញទ្រង់ច្បាស់ពីហេព្រើរចំពុក1ខ18នៅក្នុងខ19ពាក្យថាបងច្បងនៃគ្រប់ទាំងអស់នៅក្នុងសម័យកាលព្រះគម្ពីរសញ្ញាចាស់កូនច្បងមានសិទ្ធិលើសគេទាំងអស់ក៏ដូចជាព្រះគ្រីស្ទគឺជាបងច្បងនៃគ្រប់ទាំងអស់ហើយទ្រង់មានអំណាចព្រះចេស្តាគ្រប់គ្រងលើរបស់ទាំងអស់ដែលទ្រង់បង្កើតមកនៅក្នុងគម្ពីរទីម៉ូថេទី1ចំពុក6ខ14ដល់16មានតែព្រះតែមួយប៉ុណ្ណោះដែលមិនចេះសុគតទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅចិត្តមិនបានគ្មានមនុស្សណាដែលឃើញទ្រង់ឡើយមានលក្ខណៈ4យ៉ាងទី1ទ្រង់មិនចេះសុគតគឺមានជីវិតអស់កាលជានិច្ច2ទ្រង់គង់នៅក្នុងពន្លឺដែលអាចបំភ្លឺទៅគ្រប់ទីកន្លែងក្នុងទីងងឹត3មនុស្សមានបាបមិនអាចចូលទៅជិតទ្រង់បានទេ4មនុស្សមិនអាចឃើញព្រះដោយភ្នែកទទេបានឡើយរំលឹកនៅក្នុងខ24មកវិញហើយព្រះទ្រង់ជាវិញ្ញាណហើយអ្នកដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតដែរសរុបសេចក្តីមកបងប្អូនយើងជឿថាយើងទាំងអស់គ្នាមានជំនឿជឿលើព្រះអង្គយេស៊ូវគ្រីស្ទដោយមើលមិនឃើញតែយើងអាចតាក់ទងទៅព្រះបានតាមរយៈការអធិដ្ឋានហើយមិនដែលមានអ្នកណាមើលទ្រង់ដោយភ្នែកផ្ទាល់បានទេលើកលែងតែទ្រង់បើកសម្ដែងឲ្យឃើញតាមរយៈព្រះបន្ទូលទ្រង់នៅក្នុងគម្ពីរទាំងមូលប៉ុណ្ណោះសូមលើកទឹកចិត្តបងប្អូនបើចង់ឮព្រះសូរសៀងរបស់ទ្រង់សូមបងប្អូនឧស្សាហ៍អានព្រះគម្ពីរព្រោះព្រះគម្ពីរនេះហើយជាព្រះបន្ទូលទ្រង់ដែលនិយាយមកកាន់យើងបើយើងចង់បានពរពីព្រះត្រូវតែស្ដាប់ព្រះបន្ទូលព្រះបើយើងចង់បានពរពីព្រះត្រូវតែប្រុងប្រៀបស្ដាប់ព្រះសូរសៀងព្រះព្រោះព្រះបន្ទូលទ្រង់នេះហើយជាអ្នកស្អាងចិត្តយើងធ្វើឲ្យយើងមានអំណរធ្វើឲ្យយើងអរសប្បាយបំបត្តិទុក្ខព្រួយក្នុងជីវិតយើងធ្វើឲ្យយើងមានសង្ឃឹមថាថ្ងៃណាមួយយើងនឹងឃើញទ្រង់មុខទល់នឹងមុខអាមែនសូមព្រះប្រទានពរ